នៅអាមេរិកគឺមានភាពងាយស្រួលខ្លាំងមែនទែនបងប្អូនសម្រាប់អ្នកចង់ដកលុយឬក៏ដាក់លុយទៅតាមម៉ាស៊ីនទូ ATM អីយើងមិនបាច់ចាំចូលក្នុងធនាគារក៏បានដែរបងប្អូនយើងគ្រាន់តែជិះឡានចូលទៅតាម drive-thru រួចហើយយើងដកឬក៏ដាក់តាមម៉ាស៊ីន drive-thru នេះចង់និយាយថាវាមានភាពងាយស្រួលមែនទែនទីមួយយើងបានចំណេញពេលវេលាផងយើងមិនបាច់ចាំបាក់ចតឡានចតអីចូលក្នុងធនាគារចូលអីទេបងប្អូនអានេះគឺស្រួលមែនទែនយើងគ្រាន់តែបើកប្អួចយើងទៅដាក់កាតដាក់អីទៅហើយចុចតាមអ្វីដែលយើងតម្រូវការរបស់យើងទៅសម្រាប់ថ្ងៃនេះខ្ញុំយកលុយមកដាក់ក្នុងទូ ATM ហ្នឹងគឺនៅអាមេរិកនេះ90%បងប្អូនដែលគេមិនសូវចាយជាលុយសុទ្ធលុយអីទេគេពេញនិយមប្រើលុយក្នុងកាតអញ្ចឹងព្រោះលុយក្នុងកាតវាមានភាពងាយស្រួលខ្លាំងបងប្អូនយើងមិនចាំបាច់ដាក់លុយតាមខ្លួនទេហើយយើងគ្រាន់តែមានកាតឬក៏ទូរស័ព្ទយើងទៅយើងអាចទិញអីវ៉ាន់បានគ្រប់យ៉ាងនៅក្នុងសហរដ្ឋអាមេរិកនេះដោយសារគេអត់សូវចាយលុយវាទី1វាអាចវារញ៉េរញ៉ៃរឿងអាប់លុយកាក់លុយសេនលុយអីហ្នឹងវាខ្ជិលយើងខ្ជិលទុកដាក់ខ្ជិលអីអញ្ចឹងវាណាមួយយើងកាន់លុយកាន់អីចឹងវាក៏បង្កទៅបញ្ហាឆ្លងមេរោគឆ្លងអីដែរហើយយើងដាក់លុយមួយការទេវាស្រួលចាយស្រួលយល់ស្រួលមកចប់បងប្អូនស្រួលទិញអនឡាញទិញអីចឹងណាព្រោះនៅនេះអ្វីគ្រប់យ៉ាងគឺផេតាមអនឡាញទាំងអស់មិនថាទឹកមិនថាភ្លើងមិនថាអ៊ីនធឺណិតអ្វីគ្រប់យ៉ាងគឺនៅលើអ៊ីនធឺណិតដល់អញ្ចឹងវាច្រើនបានលុយសុទ្ធមកច្រើនតែដាក់នៅក្នុងទូ ATM នេះដាក់ចូលក្នុងធនាគារព្រោះវាមានភាពងាយស្រួលខ្លាំងមែនតើសម្រាប់អ្នកប្រើលុយសុទ្ធវិញក៏មានមិនអត់ទេព្រោះនៅនេះសបោភិកច្រើនចាស់គាត់ចូលចិត្តប្រើលុយសុទ្ធជាងលុយក្នុងកាតគាត់អត់សូវចូលចិត្តប្រើកាតអញ្ចឹងចាស់គាត់ពិបាកខ្ជិលទៅដាក់ធនាគារឬអីគាត់បានលុយសុទ្ធមកគាត់ចាយភ្លាមអញ្ចឹងប៉ុន្តែសម្រាប់ក្មេងៗវិញគឺចូលចិត្តប្រើលុយកាតខ្លាំងមែនតើព្រោះដូចខ្ញុំជាដើមខ្ញុំទៅទិញទៅអីអញ្ចឹងខ្ជិលអាប់លុយជាពិសេសអាលុយអាប់លុយអីនោះមកខ្ជិលវាមានកាក់វាមានសេនបងប្អូនខ្ជិលទុកដាក់ខ្ជិលអីចឹងហើយវាញ៉ៃញ៉ៃហើយវាអាចឆ្លងមេរោគឆ្លងអីចឹងផងហើយណាមួយវាអាចខាតពេលវេលាព្រោះយើងប្រើកាតគ្រាន់ចុចហើយហ្មងយើងចាំបាច់នៅចាំអាប់លុយអាប់អីទេជាពិសេសអាពេលយើងទៅណាទៅណីយើងភ្លេចលុយដាក់លុយតាមខ្លួនតាមអីបងប្អូនគឺពិបាកមែនតើសម្រាប់យើងមានតែលុយក្នុងកង់វិញយើងគ្រាន់តែមានទូរស័ព្ទមួយទៅគឺអ្វីគ្រប់យ៉ាងគឺអាចដំណើរការនៅលើអនឡាញបានទាំងអស់